14រឿងនាងកញ្ចនាទេវីគុណនៃការបូជាបានព្រះសម្ពុទ្ធនិងអានិសង្សស្ដាប់ទេសនាការព្រះសម្ពុទ្ធប្រមគ្រូបរិនិព្វានហើយពុទ្ធបរិស័ទទាំងឡាយក្នុងទេវបុត្រនគរនាំគ្នាយកបាតព្រះសម្ពុទ្ធទៅបញ្ចុះក្នុងចេតិយកែវមុតបញ្ចុះក្នុងចេតិយកែវនោះព្រះជាបានចាត់ចែងធ្វើក្បួនហែយ៉ាងអស្ចារ្យគឺឲ្យរាជាបរោះហៅជាងតងជាចិនរូបមកឲ្យយកដើមរស្មីមួយដើមយ៉ាងធំមករចនាស្របមាសរំលេចដោយកែវ7ប្រការយកបាតដាក់ភ្ជាប់លើចុងរស្មីហើយលើកឡើងតម្កល់លើរាជរថមាសហើយប្រតិសិនទីក្រុងបៃជុំទើបនាំចូលទៅបញ្ចុះក្នុងចេតិយកែវប្រជុំគ្នាធ្វើបន់សម្ពោធឆ្លងអស់រយៈពេល7ថ្ងៃមានធម្មកថាសម្ដែងទេសនារាល់រាត្រីពួកមនុស្សនិងទេវតាអ្នកគ្រុឌជាច្រើនបាននាំគ្នាមកស្ដាប់ធម្មទេសនាកាលនោះមាននាគរាជមួយមានឫទ្ធិអស្ចារ្យបានមកស្ដាប់ធម៌ដែរបានឃើញនារីម្នាក់មានរូបល្អស្រស់ប្រឹមប្រៃជាស្ត្រីមានសទ្ធាមាំក្នុងព្រះពុទ្ធសាសនានាគរាជមានសេចក្តីស្នេហានិមិត្តជាមនុស្សទៅនិយាយលងលោមនាងយកនាងជាភរិយានាងមិនព្រមក៏មានសេចក្តីក្រឹតខឹងនិមិត្តខ្លួនជាពស់នាគយ៉ាងធំព្រមពិតនាងនោះជិតតាំងពីបាត់ជើងឡើងទៅហើយបើពពាក្រោបពីលើបំណងចង់ឲ្យនាងស្លាប់ប៉ុន្តែនាងតាំងចិត្តមាំក្នុងការគោរពព្រះចេតិយនិងពធទេសនាតែម្យ៉ាងឥតរំភើបយប់ញ័រអ្វីឡើយមិនយូរប៉ុន្មាននាគរាជក្តៅក្រហាយរលាភ្នែនស្ទុះចាញ់ឆ្ងាយអំពីនាងដូចស្វែងអស្ចារ្យនិងកាន់សេចក្តីជ្រះថ្លាចំពោះនាងទើបនិមិត្តខ្លួនមានពពា100ឲ្យនាងអង្គុយពីលើក្នុងទីកណ្ដាលវងពុទ្ធបរិស័ទហើយបូជាដោយកហបណៈជាច្រើនពាន់ចំណែកពុទ្ធបរិស័ទទាំងឡាយឃើញហេតុអស្ចារ្យដូច្នេះហើយកើតសេចក្តីជ្រះថ្លានឹមគ្នាយកកហបណៈទៅបូជានាងរួមទាំងអស់18កោដនាងបានសម្បត្តិច្រើនដូច្នេះហើយខំទូទានសិលតារាមដល់អស់អាយុក៏បានទៅចាប់កំណើតនៅក្នុងផ្ទៃអគ្គមហេសីនៃព្រះមហាក្សត្រក្នុងទេវបុត្រនគរនោះឯងដល់ពេលដែលប្រសូតមានហេតុអស្ចារ្យភ្លេងកែវ7ប្រការធ្លាក់ចុះមកពេញទេវបុត្រនគរទាំងមូលទើបព្រះបរមរាជវង្សានុវង្សថ្វាយព្រះនាមថាកញ្ចនទេវីតែនាងកញ្ចនទេវីនេះមានរូបស្រស់ល្អដូចជារូបស្រីទេពអប្សរមានពន្លឺផ្សាយចេញពីកាយប្រវែង1ហត្ថជានិច្ចដោយអានិសង្សដែលនាងបូជាបានព្រះពុទ្ធនិងអានិសង្សស្ដាប់ធម៌ទេសនាស្ដេចក្នុងចពុទ្វីបទាំងមូលនាំគ្នាបញ្ជូនគ្រឿងបណ្ដាការមកថ្វាយព្រះជាបិតាដើម្បីដណ្ដឹងនាងមិនព្រមយកព្រោះជាស្ត្រីមាននិស្ស័យខ្ពស់នាងសូមអង្វរព្រះជាបិតាសូមចេញចាកព្រះជានិវេសទៅបួសក្នុងសំណាក់ភិក្ខុនីព្រះជាបិតាក៏ទ្រង់ព្រះជាអនុញ្ញាតតាមសូមទើបដង្ហែនាងចេញពីព្រះជានិវេសយ៉ាងមហាឱឡារិកអស្ចារ្យទៅបួសជាភិក្ខុនីមិនយូរប៉ុន្មាននាងបានសម្រេចអរហន្តផលព្រមទាំងបដិបទាមាននាមប្រកាសថាកញ្ចនៈថេរីដល់អស់អាយុក៏បរិនិព្វានទៅ